សួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺយប់ថ្ងៃអង្គារទី21ខែមេសាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកបាទត្រូវជាពេលព្រឹកទៅហើយថ្ងៃពុធទី22ខែមេសាឆ្នាំ2026ម៉ោងនៅក្នុងប្រទេសកម្ពុជាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះលោកប្រធានាធិបតី Donald Trump បានសម្រេចពន្យាបទជុំបាញ់គ្នាដោយមិនកំណត់ពេលទេដើម្បីទុកពេលឲ្យអ៊ីរ៉ង់កាត់រៀបចំនៅសំណើសំណុំពររួមគ្នាទាំងផ្នែកយោធានិងផ្នែកស៊ីវិលនេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតីហើយការដែលលោកលើកឡើងនេះគឺស្របពេលដែលអ៊ីរ៉ង់បដិសេធថាមិនតន់ចូលរួមនៅក្នុងតុចរចានោះទេបើទោះបីជាលោកប្រធានាធិបតីពន្យាពេលបទជបាញ់ក៏ដោយក៏ប៉ុន្តែការបិទច្រក Hormuz នៅតែបន្តបាទរីឯព័ត៌មានទី2គឺនៅថ្ងៃនេះមានសមាជិករដ្ឋសភាមួយរូបទៀតដែលមកពីខាងគណៈបកប្រជាធិបតេយ្យប្រចាំនៅរដ្ឋ Florida បានសម្រេចលាលែងចេញពីតំណែងមុនពេលដែលការបោះឆ្នោតរបស់ខាងគណៈកម្មាធិការក្រុមប្រឹក្សាវិន័យដើម្បីបណ្ដេញលោកស្រីចេញពីរដ្ឋសភាដោយសារតែការប្រព្រឹត្តការចាប់ប្រកាន់ថាអ្នកស្រីបានប្រព្រឹត្តខុសឆ្គងជាច្រើនករណីរហូតដល់មានបទចោទប្រកាន់នៅតុលាការរហូតដល់25បទចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាមិនត្រឹមត្រូវព័ត៌មានទី3នេះគឺលោកវ៉ាងយីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិននឹងធ្វើដំណើរមកប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសភូមាដើម្បីជួបប្រជុំហើយនៅកម្ពុជានឹងមានកិច្ចប្រជុំ 2+2 គឺបានន័យថាកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសរួមគ្នាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរផងដែរគឺកម្ពុជាជាមួយនឹងចិនដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្តទៀតហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ដកសងសម្ដីរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកសៀសភូមិកិតកៅដែលបានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញមកនៅក្នុងប្រទេសថៃចោទប្រកាន់ថាកម្ពុជាគឺមិនបានបង្ហាញនៅថាជំហរសន្តិចិត្តឬក៏ចាត់វិធានការសន្តិចិត្តនៅក្នុងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេបាទនេះគឺជាការចោទប្រកាន់ពីខាងភាគីថៃហើយព័ត៌មានចុងក្រោយនេះគឺទន្ទឹមនឹងការលើកឡើងរបស់លោកសៀសភូមិកិតកៅលោករដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ថៃនេះក៏បានបញ្ជាក់នៅគោលនយោបាយការបរទេសចំនួន4ចំណុចឬហៅថាសសរស្តម្ភ pillar សសរស្តម្ភចំនួន4សម្រាប់ការអនុវត្តគោលនយោបាយការបរទេសរបស់ថៃក្នុងអាណត្តិរបស់លោកអនុធាននេះតើសសរស្តម្ភទាំង4ថៃផ្ដោតទៅលើអ្វីខ្លះខ្ញុំយល់ថាវាមានសារៈសំខាន់ដែរប្រិមិត្តដែលចាប់អារម្មណ៍ទៅលើកិច្ចការការបរទេសការទូតនេះត្រូវស្វែងយល់ផងដែរជាពិសេសក្នុងពេលដែលថៃកំពុងតែមានបញ្ហាជាមួយនឹងប្រទេសកម្ពុជាបាទព័ត៌មានពិស្ដាព័ត៌មានពិស្ដាទី1គឺនៅថ្ងៃអង្គារនេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្រេចពន្យាពេលនៃបទជបាញ់ជាមួយនឹងអ៊ីរ៉ង់បន្ថែមទៀតដោយមិនកំណត់ថានឹងពន្យាដល់ពេលណានោះទេក៏ប៉ុន្តែការបិទច្រក Hormuz នៅតែបិទដដែលទេមិនទាន់បើកទេមូលហេតុដែលលោកប្រធានាធិបតីបានសម្រេចថានឹងពន្យាពេលនៃបទជបាញ់នេះគឺបើតាមសាររបស់លោកប្រធានាធិបតីបានបញ្ជាក់ថាគឺធ្វើតាមសំណើរបស់នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថានផងហើយនឹងរបស់លោកសេនាប្រមុខមេតបកំពូលរបស់ប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលឲ្យមានការចរចានេះថាសូមពន្យាពេលសិនពីព្រោះឲ្យបទជបាញ់គ្នានឹងទៅផុតនៅថ្ងៃពុធស្អែកនេះហើយទន្ទឹមនឹងនោះគឺលោកប្រធានាធិបតីគឺ
បាននិយាយថាសហរដ្ឋអាមេរិកនឹងត្រៀមចរចាជានិច្ចបាទហើយការនេះកើតឡើងក្រោយពីមានការបញ្ជូនសារយ៉ាងច្របូកច្របល់តាំងពីពេលព្រឹកមិញមកម្លេះដែលលោកប្រធានាធិបតីបានបញ្ជាក់នៅលើសារតាមបណ្ដាញសង្គមរបស់លោកដែលមានម្ដងបញ្ជាក់ថាគឺបើបទជប់បាញ់ចប់លោកប្រធានាធិបតីនឹងត្រៀមសហរដ្ឋអាមេរិកត្រៀមផ្លោងត្រៀមទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់ទៀតហើយក្រោយមកបន្តិចមកលោកថាគឺការចរចានឹងដំណើរការដោយលោកត្រៀមអនុប្រធានាធិបតីនិងប្រតិភូរបស់សហរដ្ឋអាមេរិកទៅចូលរួមក៏ប៉ុន្តែសារព័ត៌មានបានបញ្ជាក់ថាមកដល់ល្ងាចថ្ងៃអង្គារនេះម៉ោងដែលខ្ញុំកំពុងផ្សាយនេះគឺមិនទាន់មានសមាជិកប្រតិភូរបស់សហរដ្ឋអាមេរិករូបណាដែលចាក់ចេញពីសហរដ្ឋអាមេរិកដើម្បីជួបទៅប្រទេសប៉ាគីស្ថានដើម្បីចូលរួមប្រជុំនោះទេហើយប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលនៅតែរក្សាក្តីសង្ឃឹមដោយឡែកពីខាងភាគីអ៊ីរ៉ង់វិញអ៊ីរ៉ង់បានបញ្ជាក់ថាខ្លួនមិនអាចចូលរួមតុចរចាក្រោមការដាក់សម្ពាធគម្រាមកំហែងពីសហរដ្ឋអាមេរិកបាននោះទេហើយអ៊ីរ៉ង់បានបដិសេធមិនបញ្ជូនប្រតិភូរបស់ខ្លួនមកចូលរួមប្រជុំនៅចរចានៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថាននោះទេបាទដោយសារតែការដែលសហរដ្ឋអាមេរិកដាក់សម្ពាធនេះហើយក្រោយពីដែលលោកប្រធានាធិបតីបានប្រកាសថានឹងពញាបទជប់បាញ់គ្នានេះគឺអ៊ីរ៉ង់ឆ្លើយតបមកវិញថាវាគ្រាន់តែជាតាក់ទិចមួយទៀតរបស់លោកប្រធានាធិបតី Donald Trump ដើម្បីត្រៀមក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះបាទនេះគឺជាព័ត៌មានសំខាន់នៅក្នុងចំណុចទី1ដែលខ្ញុំបានត្រៀមសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយដូចដែលបានដឹងហើយគឺច្រក Hormuz នៅតែបិទដដែលនេះគឺជាអ្វីដែលប្រិយមិត្តចង់ដឹងខ្លាំងជាងគេនោះគឺតើតម្លៃប្រេងយ៉ាងណាដែរតម្លៃប្រេងនៅតែមិនទាន់ចុះទេបាទនេះជាព័ត៌មានទី1ណារីឯព័ត៌មានទី2នេះគឺជារឿងរ៉ាវនៅក្នុងរដ្ឋសភារបស់សហរដ្ឋអាមេរិកវិញម្ដងបាទលោកស្រីឈ្មោះថា Sheila Chefilus McCormick ដែលជាសមាជិករដ្ឋសភានៃគណៈបកប្រជាធិបតេយ្យប្រចាំនៅរដ្ឋ Florida នៅល្ងាចថ្ងៃអង្គារនេះលោកស្រីបានសម្រេចលាលែងចេញពីតំណែងហើយដោយខ្លួនឯងបន្ទាប់ពីខាងគណៈកម្មាធិការវិន័យក្រុងនឹងជួបប្រជុំដើម្បីបោះឆ្នោតដាក់វិន័យទៅលើលោកស្រីហើយអាចនឹងឈានទៅដល់ការបណ្តេញចេញពីរដ្ឋសភាផងដែរពីព្រោះអីនៅក្នុងការស៊ើបអង្កេតក្នុងពេលកន្លងមកនេះគឺទាំងការស៊ើបអង្កេតរបស់សភាបាទរដ្ឋសភាដែលមានសមាជិកភាពចូលមកពីគណៈបកទាំងពីរទាំងគណៈបកសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យបានរកឃើញថាលោកស្រីបានប្រើប្រាស់ថវិកាដោយមិនត្រឹមត្រូវនៅក្នុងការរៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងថវិកាចំនួន$5 លានសហរដ្ឋអាមេរិកដោយចោទប្រកាន់ថាលោកស្រីប្រើប្រាស់មិនត្រឹមត្រូវហើយខាងតុលាការក៏បានចោទប្រកាន់លោកស្រីពីបទគ្រប់គ្រងថវិកាមិនបានត្រឹមត្រូវរហូតដល់25ករណីផងដែរដែលធ្វើឲ្យលោកស្រីពិបាកនឹងនៅកាន់តំណែងក៏ប៉ុន្តែលោកស្រីនៅតែអាងថាលោកស្រីមិនមានទោសកំហុសអ្វីនោះទេហើយការស៊ើបអង្កេតរបស់គណៈកម្មការនេះគឺធ្វើឡើងដោយលំអៀងលោកស្រីមិនបានខុសអ្វីឡើយបាទនេះគឺជាការវិវត្តមួយពីព្រោះឯនៅក្នុងរដ្ឋសភាប្រសិនបើសមាជិករដ្ឋសភាណាមួយប្រព្រឹត្តខុសគឺអាចនឹងបោះឆ្នោតដោយសម្លេងពេញអង្គ2/3គឺអាចបណ្ដេញចេញពីរដ្ឋសភាបានហើយមកដល់ពេលនេះសមាជិករដ្ឋសភាដែលមកពីគណៈបករបស់លោកស្រីផ្ទាល់គឺគណៈបកប្រជាធិបតេយ្យមកដល់ពេលនេះគឺមិនបានសម្ដែងជំហរគាំទ្រលោកស្រីនោះទេពីព្រោះដែរមានកំហុសបាទដោយឡែកគណៈបកសាធារណរដ្ឋប្រកាសណាស់ទាំងលោកប្រធានរដ្ឋសភាផងថានឹងរៀបចំការបោះឆ្នោតដើម្បីបណ្ដេញលោកស្រីចេញពីតំណែងអញ្ចឹងលោកស្រីដឹងអញ្ចឹងហើយគឺលាលែងចេញពីតំណែងមុនដើម្បីកុំឲ្យបាក់មុខបាទនេះគឺជាសំណុំរឿងទី2ហើយកាលពីឆ្នាំ2023មកកាលឆ្នាំ2023ក៏មានសមាជិករដ្ឋសភាមួយរូបដែរគឺលោក George Santos ដែលមកពីរដ្ឋ New York ក៏ត្រូវបានបណ្ដេញចេញពីរដ្ឋសភាផងដែរដោយប្រឈមមុខនឹងការប្រើប្រាស់ថវិកាឃោសនាមិនបានត្រឹមត្រូវហើយមានការបោកប្រាស់មួយចំនួនអញ្ចឹងដូច្នេះ
ក៏ត្រូវបានបណ្ដេញចេញពីរដ្ឋសភាផងដែរក៏ប៉ុន្តែក្រោយពីតុលាការកាត់ទោសថាមានកំហុសមកគឺលោកប្រធានាធិបតី Donald Trump 6 ខែក្រោយមកបានលើកលែងទោសឲ្យគាត់ទៅវិញសិនទៅចឹងនៅក្នុងសភាគឺការចំណាយថវិកាដែលរៃអង្គាបាននៅសភាដើម្បីឈរឈ្មោះបោះឆ្នោតអីហ្នឹងគឺត្រូវតែមានការរៃអង្គាថវិកាក៏ប៉ុន្តែត្រូវតែចាយវាថវិកាហ្នឹងឲ្យបានត្រឹមត្រូវផងដែរមិនមែនមិនមានការកំណត់ចាយវាខ្ទង់ឲ្យបានត្រឹមត្រូវនោះទេបាទរីឯព័ត៌មានទី3នេះគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោកវ៉ាងយីគឺនឹងធ្វើដំណើរទៅប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសភូមាដើម្បីជួបប្រជុំនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CGTN របស់ចិនបាទ CGTN បានរាយការណ៍ដឹងថាលោកវ៉ាងយីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសហើយជាមន្ត្រីដែលមានឥទ្ធិពលខ្លាំងនៅក្នុងរដ្ឋាភិបាលចិនឬក៏នៅក្នុងថ្នាក់ដឹកនាំចិនដោយសារលោកគឺជាសមាជិកម្នាក់នៃការិយាល័យនយោបាយមជ្ឈិមបក្សរបស់ចិនខ្លាំងណាស់ការិយាល័យនយោបាយមជ្ឈិមបក្សក្នុងរបបរចនាសម្ព័ន្ធកុម្មុយនីសគឺខ្លាំងណាស់មានអំណាចអញ្ចឹងគឺលោកនឹងធ្វើដំណើរទៅប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសភូមាតាមការអញ្ជើញគឺចន្លោះពីថ្ងៃទី22ដល់26ខែមេសាបាទហើយនេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនបានថ្លែងកាលពីថ្ងៃអង្គារនេះក្នុងអំឡុងពេលទស្សនកិច្ចនេះគឺលោកវ៉ាងគឺនឹងចូលរួមនៅក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់ចិនគឺលោកតុងយុនជាមួយនឹងកម្ពុជាគឺនៅក្រោមកិច្ចប្រជុំមួយដែលគេហៅថាកិច្ចប្រជុំ 2+2 បាទដែលជាការសន្ទនាតាមបែបយុទ្ធសាស្ត្រមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិបាទដែលជាកិច្ចប្រជុំលើកដំបូងនេះបើយោងតាមអ្នកនាំពាក្យរូបនោះបានប្រាប់សន្និសីទសារព័ត៌មានបានប្រាប់សារព័ត៌មានហើយនៅក្នុងប្រទេសកម្ពុជាក៏មានសេចក្តីរាយការណ៍អំពីបញ្ហានេះផងដែរណាបាទគឺមានរាយការណ៍ច្រើនខ្ញុំសូមមិនដកស្រង់មកទាំងស្រុងទេគ្រាន់តែសូមដកស្រង់ពីការរាយការណ៍របស់កាសែត Cambodia News គាត់បាននិយាយអំពីការជួបប្រជុំនឹងដែរហើយគឺតាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់កម្ពុជានឹងបានឲ្យដឹងថានេះគឺជាការបង្ហាញនៅចំណងតាក់ទងបន្ថែមទៀតកាន់តែរឹងមាំរវាងប្រទេសចិនជាមួយនឹងប្រទេសកម្ពុជាហើយក្នុងអំឡុងពេលនៅក្នុងប្រទេសកម្ពុជានឹងគឺលោកវ៉ាងយីគឺក៏មានកំណត់ជួបសម្ដែងការគួរសមជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតហើយជាមួយនឹងប្រធានព្រឹទ្ធសភារបស់កម្ពុជាគឺលោកហ៊ុនសែនផងដែរបាទនេះបើតាមសេចក្តីរាយការណ៍របស់ខាង Cambodia News ដែលគាត់បានរាយការណ៍ឲ្យខ្ញុំដកស្រង់ជូនប៉ុន្តែខ្ញុំសូមមិនដកសងវែងឆ្ងាយទេគាត់ដកសងខ្លីតែប៉ុណ្ណេះឯងរីឯព័ត៌មានទី4វិញទី4វិញគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទសារព័ត៌មាន The Nation គាត់បាននិយាយអំពីខាងភាគីថៃដែលឥឡូវនេះគឺថៃតាមរយៈលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកសៀស័កភួងកិតកែវបានលើកឡើងនៅការស្ដីបន្ទោសទៅវិញទេគាត់ស្ដីបន្ទោសកម្ពុជាថាលោកមិនបានឃើញនៅកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តពីភាគីកម្ពុជានៅក្នុងការធ្វើឲ្យទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរទេបើទោះបីជាថៃបានបោះដៃទៅហើយក៏ដោយនេះបើតាមការអះអាងរបស់លោកសៀស័កភួងកិតកែវហើយទៅបានសារព័ត៌មាន The Nation មករាយការណ៍ណាខ្ញុំជឿថាប្រិយមិត្តមួយចំនួនគាត់លើសូរឈ្មោះគាត់នឹងចង់ខឹងបាទប៉ុន្តែកុំអាខឹងគឺខ្ញុំសូមអានរឿងនេះឲ្យចប់សិនការដែលលោកភួងកិតកែវលើកបែបនេះគឺលោកបានសម្ដៅទៅលើឧទាហរណ៍មួយដែលចោទថាពាក់ព័ន្ធជាមួយនឹងការជួបប្រជុំរបស់គណៈកម្មការកំណត់ព្រំដែននោះ JBC បាទដែលលោកសៀស័កភួងកិតកែវគាត់ចោទថាគឺកម្ពុជាមិនបានពិភាក្សាជាមួយនឹងភាគីថៃជាមុនទេស្រាប់តែសម្រេចដោយឯកតោភាគីខ្លួនឯងអញ្ជើញថៃឲ្យទៅជួបប្រជុំនៅចន្លោះពីថ្ងៃទី17ដល់ថ្ងៃទី25បាទខែមេសានៅក្នុងប្រទេសកម្ពុជាដែលជាការមួយដែលកម្ពុជាធ្វើឡើងដោយឯកតោភាគីដោយមិនបានពិភាក្សាជាមួយនឹងថៃដែលលោកភូមិកិតកែចាត់ទុកថានេះគឺជា
តាក់តិចមួយរបស់កម្ពុជានៅក្នុងការដាក់សម្ពាធមកលើប្រទេសថៃបាទគាត់បាននិយាយថាបើតាមសម្ដីរបស់លោកសៀស័កហ្នឹងគឺបានឲ្យដឹងថាប្រទេសថៃឥឡូវនេះបានបោះដៃទៅដើម្បីផ្លាស់ប្ដូរនៅទំព័រថ្មី to turn a new page បាទបើកនៅទំព័រថ្មីនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ប៉ុន្តែលោកនៅតែសម្ដែងការព្រួយបារម្ភអំពីអេរយាប័តរបស់កម្ពុជាថាមិនបានឃើញកាយវិការឆ្លើយតបមកវិញដោយល្អនោះទេនេះបើយោងតាមកាសែត The Nation បានរាយការណ៍ហើយសម្ដីរបស់គាត់ផ្ទាល់គឺគាត់និយាយថាខ្ញុំមិនទាន់បានឃើញកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តពីខាងភាគីរបស់ពួកគេនោះទេខ្ញុំបានឃើញថាពួកគេនៅតែព្យាយាមស្វែងរកអត្ថប្រយោជន៍ជាឯកតោភាគីហើយនឹងព្យាយាមដាក់សម្ពាធទៅលើប្រទេសថៃនៅក្នុងការចរចាគ្នាបាទហើយតកតងជាមួយនឹងការចរចាដែលកម្ពុជាបានស្នើឡើងឲ្យមានកិច្ចប្រជុំ JBC ហ្នឹងគឺលោកបាននិយាយសម្ដីដើមគាត់ថាភ្លាមនោះស្រាប់តែកម្ពុជាបានស្នើឡើងនៅការបរិច្ឆេទនេះហើយស្រាប់តែបញ្ចេញព័ត៌មាននេះឲ្យអ្នកសារព័ត៌មានដឹងតែម្ដងតើនេះជាអ្វីទៅតើនេះជាការមួយប៉ុនប៉ងក្នុងការដាក់សម្ពាធប្រទេសថៃឲ្យចូលទៅក្នុងឆាកមួយដែលគេមើលឃើញថាថៃនោះឯងជាអ្នកមិនចង់ចរចាមែនទេបាទគាត់សួរមកវិញថាកម្ពុជានឹងធ្វើនោះដើម្បីឲ្យមហាជនសារព័ត៌មានមើលឃើញថាថៃមិនមានចេតនាសហប្រតិបត្តិការហើយចំណុចមួយទៀតគឺតកតងជាមួយនឹង MOU 2001ដែលនៅខាងភាគីថៃហៅថា44គឺកិច្ចអនុសារណៈស្ដីពីការយោគយល់អំពីបញ្ហាព្រំដែនខណ្ឌសីមាដែនទឹកវិញម្ដងលោកសៀស័កភួងកិច្ចការក៏បាននិយាយផងដែរថាគឺឥឡូវនេះកិច្ចប្រជុំនឹងកំពុងតែពិនិត្យមើលដើម្បីឲ្យបានច្បាស់ឲ្យដឹងចំណុចអត្ថប្រយោជន៍កាន់តែច្បាស់ដើម្បីដោះស្រាយឆ្លើយតបជាមួយនឹងការព្រួយបារម្ភរបស់សាធារណជនបាទក្នុងគណៈពេលដែលប្រទេសថៃគឺនៅតែអាចចរចាបញ្ហាព្រំដែនទឹកជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនដោយមិនចាំបាច់មានក្របខ័ណ្ឌនៃអនុសារណៈស្ដីពីការយោគយល់គ្នានេះក៏ដោយបាទដូចជាលោកបានលើកឧទាហរណ៍ថាក្នុងពេលកន្លងមកគឺថៃបានចរចាជាមួយនឹងម៉ាឡេស៊ីក៏មិនមាន MOU ចឹងដែរបាទគ្រាន់តែចំណាយពេលយូរបន្តិចបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់ខាង The Nation ហើយមកដល់ពេលនេះគឺខ្ញុំមិនទាន់ឃើញខាងកម្ពុជាមានប្រតិកម្មយ៉ាងណានៅឡើយទេចំពោះការចោទប្រកាន់ពីដែលខ្ញុំចាត់ទុកថាជាការចោទប្រកាន់ហើយពីព្រោះអីលោកថាកម្ពុជាចំណុចចោទប្រកាន់ទី1គឺថាលោកគាត់ថាកម្ពុជាមិនបានកិច្ចបង្ហាញកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តនៅក្នុងការដែលថៃលូកដៃមកដើម្បីផ្លាស់ប្ដូរទំព័រថ្មីនោះទេមកគាត់ថាអញ្ចឹងហើយចំណុចទី2ហ្នឹងគឺគាត់និយាយថាយើងកម្ពុជាហ្នឹងគឺអញ្ជើញឲ្យមកចូលរួមប្រជុំដោយមិនបានពិភាក្សាគ្នាឯកភាពគ្នាទៅលើការបរិច្ឆេទជាមួយនឹងថៃទេហើយស្រាប់តែផ្ញើដំណឹងនេះទៅឲ្យសារព័ត៌មានបានដឹងជាការមួយដាក់សម្ពាធទៅលើថៃតែម្ដងបាទអញ្ចឹងដូច្នេះយើងចាំមើលតើខាងពីកម្ពុជានឹងឆ្លើយតបយ៉ាងម៉េចផងដែរហើយព័ត៌មានទី5នេះគឺជាខ្ញុំដកស្រង់ពីក្នុងសេចក្តីរាយការណ៍តែមួយរបស់កាសែត The Nation ហ្នឹងដែលនៅក្នុងជាឱកាសនោះគឺលោកសៀស័កភូមិកិច្ចការគាត់បានបង្ហាញនៅគេថាគោលនយោបាយការបរទេសរបស់ថៃចំនួន4ចំណុចដែលថាជាសសរស្តម្ភរបស់ថៃចំនួន4ចំណុចតើចំនួន4ចំណុចហ្នឹងគឺយ៉ាងណាសម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើការសិក្សាអំពីបញ្ហាការទូតគោលនយោបាយការបរទេសហើយនឹងក៏អ្នកដែលចង់ដឹងអំពីការវិវត្តទៅពេលខាងមុខថាតើថៃនឹងមានតាក់ទិចយ៉ាងណានៅក្នុងការប្រើគោលនយោបាយការបរទេសរបស់ខ្លួនបាទអញ្ចឹងខ្ញុំញែករឿងនេះចេញដាច់ដោយឡែកដើម្បីជាផលប្រយោជន៍របស់ប្រិយមិត្តទាំងអស់គ្នានៅក្នុងការលើកឡើងរបស់លោកសៀស័កភួងកិត្តកែវដែលត្រូវបានសារព័ត៌មាន The Nation យកមកចុះផ្សាយនោះគឺលោកបានញែកនៅគោលនយោបាយការបរទេសថៃថ្មីក្រោមរដ្ឋបាលលោកអនុทิនដែលមានលោកភូមិកិត្តកែវជារដ្ឋមន្ត្រីក្រសួងការបរទេសនេះគឺចំនួន4ធំចំណុចទី1លោកថាគឺត្រូវមានយុទ្ធសាស្ត្រសម្រាប់គោលនយោបាយការបរទេសហ្នឹង
គឺលោកថាមិនអាចធ្វើការឆ្លើយតបបញ្ហាអ្វីមួយទៅតាមស្ថានភាពប្រចាំថ្ងៃបានទេគឺបានន័យថាមានយុទ្ធសាស្ត្រធំទូលាយមួយក្នុងរយៈពេល5ឆ្នាំហ្នឹងតើត្រូវធ្វើយ៉ាងម៉េចដូច្នេះជាពិសេសក្នុងការដោះស្រាយបញ្ហាការគ្រប់គ្រងបញ្ហាវិបត្តិដែលនឹងកើតមានឡើងហ្នឹងតើត្រូវដោះស្រាយយ៉ាងម៉េចជួបស្ថានភាពយ៉ាងម៉េចបាទហើយគឺលោកថាមកដល់ពេលនេះគឺគោលស្ថានភាពនយោបាយនៅក្នុងប្រទេសថៃគឺមានស្ថិរភាពល្អមិនដូចក្នុងពេលអតីតកាលកន្លងមកទេដែលមើលទៅស្ថិរភាពរបស់រដ្ឋាភិបាលហាក់ដូចជារង្គោះរង្គើដូចថារញីរញ័រមិននឹងថឹងដូចជាពេលបច្ចុប្បន្ននេះទេបើតាមប្រសាសន៍របស់លោកសៀសភូមិកតកៅលោកថាគឺយើងមិនអាចនឹងអនុញ្ញាតឲ្យព្រឹត្តិការណ៍ណាមួយកើតឡើងបានតាមស្ថានភាពយើងរត់តាមស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃនេះទេគឺយើងត្រូវតែមានយុទ្ធសាស្ត្រទូលំទូលាយមួយដែលជាយុទ្ធសាស្ត្រមួយដែលបង្ហាញនៅលទ្ធផលថាយើងចង់បានអ្វីនៅក្នុងអាណត្តិរបស់លោកអនុทิននេះហ្នឹងចឹងចំណុចទី1ណាប្រិមិត្តបាទសសរស្តម្ភទី1គាត់ថាត្រូវមានយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងក្នុងពេលអាណត្តិរបស់គាត់នេះគឺមិនរត់តាមស្ថានភាពទេសសរស្តម្ភទី2ដែលលោកសៀសភូមិកតកៅលើកឡើងគឺគាត់ថាត្រូវធ្វើយ៉ាងណាបង្ហាញល្បឿនឲ្យទាន់សភាពការតែម្ដងបាទលោកបាននិយាយថានៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្ដូរយ៉ាងរហ័សហើយមិនធម្មតាទៀតគឺក្នុងនេះគាត់សម្ដៅទាំងនៅលើពិភពលោកតែម្ដងជាមួយនឹងសហរដ្ឋជាមួយហ្នឹងបាទដែលពិភពលោកការវិវត្តអ្វីមួយស្ថានភាពលឿនរហ័សតែម្ដងហ្នឹងគឺក្រសួងការបរទេសរបស់ថៃហ្នឹងត្រូវតែមានសមត្ថភាពគឺមិនត្រឹមតែតាមឲ្យទាន់នៅសភាពការនៅទូទាំងពិភពលោកនោះទេក៏ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យដើមមុនសភាពការឲ្យបានផងដែរបាទគឺថាមានរឿងអ្វីត្រូវដឹងត្រៀមរួចមុនថាទៅយ៉ាងណាឧទាហរណ៍ថាខ្ញុំលើកឧទាហរណ៍ណាក្នុងនេះគឺគេអត់ឲ្យទេគឺប៉ុន្តែខ្ញុំយល់អ្វីដែលគាត់និយាយគឺចង់ឧទាហរណ៍ថាឥឡូវនេះគឺរវាងច្រកហូម៉ូសការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បើការចរចាមិនអាចកើតឡើងនៅសប្តាហ៍នេះដូច្នេះស្ថានភាពវាជ្រៀងទៅដល់ការបិទច្រកហូម៉ូសអញ្ចឹងដើម្បីក្នុងករណីដែលបិទច្រកហូម៉ូសតើវាមានប៉ះពាល់យ៉ាងម៉េចទៅលើប្រទេសថៃត្រូវរៀបផែនការនឹងមុនសម្រាប់ដាក់ឲ្យដឹងឲ្យហើយដល់ហើយតំណែងតំណងទៅដល់គ្រប់ស្ថាប័នសម្រាប់ត្រៀមខ្លួនផងដែរអញ្ចឹងដូច្នេះបានន័យថាទៅវិភាគសភាពការជាមុនគាត់ថា stay ahead of the world events បាទអញ្ចឹងគឺចំណុចទី2គឺល្បឿនបាទទៅល្បឿនហ្នឹងគឺចំណុចគន្លឹះសំខាន់គឺបានន័យថាទៅដើមមុនសភាពការឲ្យបានវិភាគឲ្យមុនសភាពការសសរស្តម្ភទី3របស់យុទ្ធសាស្ត្ររបស់គោលនយោបាយរបស់លោកភូមិកតកៅនោះគឺត្រូវមានគេថាសង្កត់ភាពនេះគឺបានភាពស៊ីសង្វាក់គ្នានៅក្នុងគោលនយោបាយការបរទេសហ្នឹងបាទនៅក្នុងន័យនេះគាត់ចង់បាននិយាយថាគឺគេថាសង្កត់ភាពនៃគោលនយោបាយការទូតឬក៏ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយការទូតបាទ diplomacy of coherence គឺមានន័យថាការសម្រេចចិត្តណាក៏ដោយពាក់ព័ន្ធជាមួយនឹងគោលនយោបាយការបរទេសគឺត្រូវតែដែលទាមទារឲ្យមានក្រសួងមន្ទីរជាច្រើនចូលរួមពាក់ព័ន្ធនោះគឺត្រូវតែមានការសម្របសម្រួលគ្នាធ្វើសង្កត់កម្មជាមួយគ្នានឹងឲ្យវាស៊ីសង្វាក់គ្នាតែម្ដងដោយលើកឧទាហរណ៍លោកថាដូចជារវាងក្រសួងការពារជាតិហើយនិងក្រសួងការបរទេសគឺយ៉ាងម៉េចយ៉ាងម៉ាគោលនយោបាយនិយាយចេញឲ្យស្របគ្នាបាទមកដល់ពេលចំណុចហ្នឹងប្រិយមិត្តនៅចាំបានទេកាលពីរដ្ឋបាលរបស់លោកអនុทิនបដិអសនមុនហើយមុនលោកអនុทิនទៀតនោះក្រសួងការបរទេសនិយាយផ្សេងក្រសួងការពារជាតិនិយាយផ្សេងបាទគឺរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយចេះមេបញ្ជាការនៅភូមិភាគនិយាយផ្សេងបាទដូច្នេះគឺយើងពេលហ្នឹងប្រិមិត្តដែលមើលឃើញអ្នកដែលតាមដានសភាពការពេលហ្នឹងយើងមើលឃើញថាថៃគឺនិយាយសម្ដី2 3អត់មានការសម្របសម្រួលគ្នានោះទេឥឡូវហ្នឹងគឺលោកសៀសភូមិកតកៅគាត់លើកឡើងចំណុចហ្នឹងថាត្រូវមានបាទ
សង្កត់កម្មបាទរវាងក្រសួងការបរទេសហើយនិងក្រសួងការពារជាតិរបស់ថៃដើម្បីបានជួបគ្នានឹងបាទចាអង់គ្លេសប្រើពាក្យ coherence បាទចឹងទី1គឺ strategy ទី2គឺ speed ទី3គឺ coherence បាទត្រូវមានចំណុចហ្នឹងហើយទី3ស្រួលចាំគឺរវាងក្រសួងការពារជាតិនិងក្រសួងការបរទេសចំណុចទី4តើអ្វីទៅជាចំណុចទី4ចំណុចទី4គឺការទំនាក់ទំនងបាទ communication ការទំនាក់ទំនងតែម្ដងជាសសរស្តម្ភទី4និងចុងក្រោយនៅក្នុងគោលនយោបាយការបរទេសរបស់ថៃគឺលោកសៀស័កបានបញ្ជាក់ថានៅក្នុងសង្គមប្រជាធិបតេយ្យគឺគោលនយោបាយការបរទេសគឺមិនអាចបាទធ្វើឡើងដោយបិទទ្វារទូទេគាត់ចង់ធ្វើឡើងដោយមានតម្លាភាពគឺបានន័យថាមហាជនត្រូវតែដឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើបាទតំណាងឲ្យពួកគេនឹងអញ្ចឹងគេត្រូវតែដឹងតើគោលនយោបាយការបរទេសរបស់ថៃនេះប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយគឺសំខាន់លោកថាត្រូវមានតម្លាភាពហើយគឺជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់នៅការផ្សព្វផ្សាយនៅព័ត៌មានคล้ายៗនិងព័ត៌មានមិនពិតនៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាលដើម្បីកុំឲ្យមានការយកគោលនយោបាយការបរទេសហ្នឹងមកពិភាក្សាគ្នាដោយខុសឆ្គងបាទគឺជាឧទាហរណ៍ក្នុងនេះអត់មានប៉ុន្តែខ្ញុំជួនឧទាហរណ៍ដូចជាគាត់ថានយោបាយការបរទេសរបស់ថៃត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងពីព្រោះដើម្បីប៉ះពាល់របស់ប្រជាពលរដ្ឋឧទាហរណ៍ដូចគាត់និយាយថាឥឡូវនេះគឺយើងត្រូវបិទទ្វារបិទច្រកព្រំដែនជាមួយនឹងកម្ពុជាដូច្នេះតើវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋថៃយ៉ាងម៉េចអញ្ចឹងដូច្នេះគាត់ត្រូវតែទំនាក់ទំនងដើម្បីឲ្យផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋថៃហ្នឹងគាត់បានដឹងអញ្ចឹងបាទនេះគឺជាអ្វីដែលគាត់ចង់និយាយបាទអញ្ចឹងចាំបានទេទី1គឺ strategy យុទ្ធសាស្ត្របាទទី2គឺ speed ល្បឿនបានន័យថាត្រូវដឹងសភាពការបានមុនទី3គឺ coherence បាទគឺបានន័យថារវាងក្រសួងការបរទេសក្រសួងការពារជាតិនោះទៅនិយាយសម្ដីតែមួយហើយនឹងចុងក្រោយគឺ communication គឺការទំនាក់ទំនងផ្សព្វផ្សាយទៅឲ្យមហាជនបានដឹងបាទនេះគឺជាអ្វីដែលថៃបានដាក់ចេញជាសសរស្តម្ភទាំង4នៃគោលនយោបាយការបរទេសក្រោមការដឹកនាំក្រសួងរបស់លោកសៀស័កភួងគិតកែវបាទចាសសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ព័ត៌មានទាំងអស់នៅក្នុងកម្មវិធីនេះបាទអញ្ចឹងសម្រាប់ព័ត៌មានគឺចប់ហើយមុននឹងចូលដល់សំណួរចម្លើយនេះគឺខ្ញុំអធិស្ឋានសូមអធិស្ឋានមួយគឺម្សិលមិញខ្ញុំនិយាយច្រឡំមាត់ពេលដែលខ្ញុំនិយាយថាខ្ញុំឲ្យតម្លៃក្រសួងគោលនយោបាយឲ្យតម្លៃក្រសួងការពារជាតិមិនឲ្យតម្លៃក្រសួងការពារជាតិខ្ញុំនិយាយច្រឡំមាត់ខ្ញុំអ្វីដែលខ្ញុំចង់និយាយគឺចង់និយាយដូចតែខ្ញុំនិយាយរាល់ដងគឺចង់ថាមកដល់ពេលនេះខ្ញុំលើកទឹកចិត្តឲ្យប្រើនយោបាយការទូតឲ្យបានខ្លាំងបាទកុំប្រើអាវុធបាទក្នុងនេះអញ្ចឹងបាទដល់ពេលនិយាយពេលហ្នឹងពេលខ្លួនឯងនិយាយអត់បានចាប់អារម្មណ៍ដល់ពេលស្ដាប់ឡើងវិញវាទៅជាណាឲ្យតម្លៃក្រសួងការបរទេសមិនឲ្យតម្លៃយោធានឹងដែរតែវានឹងទៅវិញទៅបាទមិនមែនទេគឺចាប់បានន័យថាឲ្យការពារជាតិហ្នឹងគាត់ឲ្យយើងដោះស្រាយបញ្ហាការទូតសិនអញ្ចឹងណាបាទខ្ញុំចង់និយាយចឹងនេះមិនសិនអញ្ចឹងបើសិនជាប្រិមិត្តមិនសិនមិនចូលបានលឺនឹងអធិស្ឋានខ្ញុំច្រឡំមកនិយាយច្រឡំមកខ្លួនឯងបាទចឹងនេះគឺជាព័ត៌មានសំខាន់ណាបាទ